chúng nó số bóng ô tô ở kia cho chùa phèn bóng xuôi kia idol ngày nay ban mặc đào lên nơi một yên chón Okido hay cả top tay một cái nơi cái này cứ sạch mình tên hay xem cho bóng ôn không máy nơi và đây không máy ban mưa tu sana tha cả top tay rồi một cái tiếng phơi đau tiếng cả một tí krong bóng cái sạch mình tên bóng ôn đó cái này chân bóng ôn khơi hơi cũng phải chui xe chui chạy lại cho chạy mình lấy tao bóng ôn ở đây cái ban mưa thật bật cái áp vật pana hay sauce áp pana aha ចុះនៅក្នុងប្រទេសកូរ៉េពីខាងត្បូងដំណើរកម្សាន្តទៅលេងឆ្នេរសមុទ្រតំបន់អ៊ីនឆនអាកាសធាតុពិតជាកក់ក្ដៅមែនទែនសម្រាប់ការមកដើរលេងនៅកន្លែងនេះជាលើកដំបូងដែរព្រោះកន្លែងនេះគឺសម្បូរមនុស្សគាត់មកដើរលេងកម្សាន្តមានទាំងជនជាតិបរទេសនិងភ្ញៀវទេសចរក្នុងស្រុកព្រោះជារដូវក្ដៅហើយអាកាសធាតុវិញក៏ក្ដៅស្រួលព្រោះអត់ទាន់ចូលរដូវស្លឹកឈើជ្រុះនិងរដូវល្ងាចទេពេលអ្នកទាំងអស់គ្នាបានទស្សនាក្នុងប្លុកនេះមានអារម្មណ៍ថាចង់មកដំណើរកម្សាន្តនៅក្នុងប្រទេសកូរ៉េខាងត្បូងសូមឆែកមើលរដូវកាលឲ្យបានច្បាស់លាស់ព្រោះនៅក្នុងប្រទេសកូរ៉េមាន4រដូវកាលជៀសវាងមកចំខែធ្លាក់ព្រិលហើយសម្រាប់នៅកន្លែងនេះមិនខ្វះអីញ៉ាំទេអ្នកទាំងអស់គ្នាចង់សាកល្បងម្ហូបរបស់ប្រទេសកូរ៉េអត់អាចមកសាកប្លុកបានសម្រាប់រសជាតិវិញគឺខុសពីរសជាតិខ្មែរយើង nhóm bên nẹo bom một top thì bàn ta lên hay của bàn màu hộp cái này nó gắt bom bom đầu nhiều bom bom đó này ngay wow ហើយបើនៅរងចាំរហូតដល់ពេលល្ងាចវិញពេលព្រះអាទិត្យរៀបលិចគឺស្អាតខ្លាំងមែនទែនខ្យល់បក់មកលួយវើយទៀតនោះកាន់តែធ្វើឲ្យអារម្មណ៍រំជើបរំជួលឈុលពេញក្នុងខួរក្បាលថែមទាំងមានសម្លេងទឹកសមុទ្រដើមឈើធំតូចខ្យល់បក់ល្វើយល្វើយផ្ការីកទៀតនោះអារម្មណ៍មិនអាចបំភ្លេចបានឡើយទៅលេងហើយចង់ទៅលេងទៀតហើយសម្រាប់នៅកន្លែងនេះដែរមានកន្លែងថតរូបស្អាតៗជាច្រើនកន្លែងហើយសម្រាប់អ្នកមានគូមកលេងកន្លែងនេះគឺជាសេចក្តីសុខគូស្នេហ៍ហើយទីកន្លែងនេះក៏មានកន្លែងអាចលេងទឹកបានអាចហែលទឹកបានជាពិសេសនោះចិត្តកន្លែងហែលទឹកមានការរៀបចំថ្មពិតជាអស្ចារ្យមែនទែនដូចប្រាសាទក្នុងរឿងនិទានពេលវេលាកាន់តែយប់ទៅហើយរាត្រីខ្យល់បក់កាន់តែធ្វើឲ្យអារម្មណ៍រីករាយកាត់ stress ចេញពីខួរក្បាលល្អហើយនៅពេលរាត្រីនៅកន្លែងនេះគឺសម្បូរមនុស្សមកលេងកម្សាន្តច្រើនការរៀបចំស្រដៀងក៏ពេញដែរមានលក់របស់របរប្រើប្រាស់ទុកជាអនុស្សាវរីយ៍មានកន្លែងលេងសម្រាប់កូនក្មេងហើយអាចលេងបាញ់ជ្រួចបានទៀតសប្បាយកប់តែម្ដងនៅពេលយប់គឺសម្បូររបស់ហូបចុកច្រើន ដោយអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូអញ្ចឹងស្រដៀងនៅកោះពេជ្រនិងមុខវាងប្រទេសកម្ពុជាយើងតែគ្រាន់តែថានៅកន្លែងនេះគេរៀបចំស្អាតមានរបៀបរៀបរយល្អមិនរញ៉េរញ៉ៃ សម្រាប់អ្នកនៅកូរ៉េពេលចង់មកដើរលេងនៅកន្លែងនេះមកដើរលេងចំថ្ងៃបុណ្យជាតិរបស់ប្រទេសកូរ៉េបានសម្បូរមនុស្សច្រើនជួបគ្នាក្នុងវីដេអូក្រោយ